បាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកទីតាំងមួយកន្លែងបាទកន្លែងនេះគឺល្បីមែនតើបាទគឺនៅក្នុងទីក្រុងភ្នំពេញយើងបងប្អូនអរគ្នាបាទអ្នកដែលស្គាល់ទីតាំងនេះគឺស្ទើរតែ 90% បាទអ្នកដែលនៅក្នុងទីក្រុងភ្នំពេញនេះបងប្អូនអរគ្នាកន្លែងនេះគឺគេហៅថាដីវាលទួលបង្របាទហើយបើយើងនិយាយមែនតើទៅគឺប្រៀបធៀបដូចជាទឹកបឹងទួលបង្រទេបងប្អូនអរគ្នាបាទកន្លែងនេះបើយើងគិតពីពេលវេលាប្រហែលជាមួយឆ្នាំមុនគឺបងប្អូនយើងគាត់និយមមករកត្រីច្រើនមែនតើនៅទីនេះបងប្អូនគ្នាហើយកន្លែងនេះគឺជាចម្រោកត្រីឡាប់យ៉ាពណ៌ខ្មៅបងប្អូនគ្នាហើយបងប្អូនយើងនៅពេលដែលគាត់ទំនេរពីធ្វើការងារបាទមិនថាថ្ងៃអាសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃបុណ្យទេគឺគាត់តែងតែមករកត្រីនៅទីតាំងនេះសម្បូរត្រីច្រើនមែនតើបងប្អូនគ្នាអ្នកខ្លះគឺគាត់រកបានរហូតដល់ផ្គត់ផ្គង់ជីវភាពគ្រួសារផ្គត់ផ្គង់ជីវភាពគ្រួសារមួយថ្ងៃលក់បានដល់ 10,000 20,000 បាទអាចយកទៅអាំងខ្លែមអញ្ចឹងទៅបាទហើយខ្ញុំក៏ធ្លាប់មកទីនេះគឺខ្ញុំមកលេងដែរបាទអញ្ចឹងខ្ញុំធ្លាប់ទិញត្រីឡើងយកទៅហូបដែរបងប្អូនអរគ្នាឥឡូវហ្នឹងកន្លែងនេះគឺវាអត់ដូចពីមុនទេបងប្អូនគ្នាគឺផ្លាស់ប្ដូរច្រើនមែនតើបងប្អូនគ្នាគឺទីតាំងដែលយើងធ្លាប់ទៅរកត្រីបាទដែលបងប្អូនធ្លាប់រកត្រីហ្នឹងគឺគេផ្លាស់ប្ដូរមកជាដាំត្រកួនបាទគឺដាំត្រកួនសឹងតែមកបឹងសឹងទាំងអស់ហើយបាទគឺនៅកន្លែងតិចតួចមែនតើអញ្ចឹងគេបានអនុញ្ញាតឲ្យបងប្អូនយើងអ្នកធ្លាប់មករកត្រីហ្នឹងគេលែងឲ្យមករកត្រីបានទេដែរបាទដោយកន្លែងនេះខ្លៃជារបស់កម្មសិទ្ធិទាំងអស់ហើយបាទអញ្ចឹងកាលពីមុនអត់តមានគេដាំតកួនត្រីនៅអាចរកបានហូបបាទនៅរកបានហូបគ្រប់គ្រងជីវភាពគ្រួសារហើយឥឡូវហ្នឹងគេដាំតកួនច្រើនយ៉ាងហ្នឹងហើយត្រីមិនដឹងជាច្រើនប៉ុណ្ណាទេបងប្អូនគ្នាត្រីដឹងប្រហែលជាមួយអាចចូល1គីឡូឯបាទព្រោះអីទីតាំងនេះខានរកត្រីយូរហើយមានដែរអ្នករកបងប្អូនគ្នារកនៅពេលជប់បាទនៅពេលដែលម្ចាស់តកួនគេនៅអញ្ចឹងមានអ្នកមករកធម្មតាតែបើម្ចាស់គេឃើញគេអាចដេញចេញពីកន្លែងគេបាទអញ្ចឹងគេឲ្យរកទេបាទហើយទីតាំងនេះស្អាតបងប្អូនគ្នាពេលឥឡូវស្មាននេះម៉ោង 5 កន្លះទីតាំងនេះស្អាតមែនតើហើយនេះមានបងប្អូនយើងគាត់មករកត្រីខ្លះដែរនេះបងប្អូននេះកន្លែងនេះអត់តមានគេដាំតកួនអញ្ចឹងយើងអាចរកបានបងប្អូនណាឃើញបាទទីតាំងនេះពេលល្ងាចបងប្អូនយើងមកកំសាន្តបាទគឺវាត្រជាក់បាទពេលល្ងាចគឺត្រជាក់ហើយខ្យល់អាកាសស្រស់ស្រាយបាទហើយមើលទៅខៀវសង្កាត់ហើយខែនេះគឺជាខែ5បាទអត់មានភ្លៀងធ្លាក់ទេយើងហៅថាអាចហៅថាខែប្រាំងបងប្អូននេះគឺធម្មជាតិនៅទីនេះនៅតែខៀវខ្ចីសង្កាត់ធម្មតាបងប្អូនគ្នាបាទហើយវីដេអូយើងមានប៉ុណ្ណឹងបងប្អូនគ្នាបាទបងប្អូនដែលធ្លាប់មកទីនេះហើយស្គាល់ទីតាំងនេះបាទសូមកុំភ្លេចចូលរួមខមមិននៅក្នុងវីដេអូទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា